រឿងនិទានព្រះអង្គម្ចាស់ខ្យល់និងប្រាសាទនៅលើពពកកាលពីយូរលង់ណាស់មកហើយនៅក្នុងនគរមួយឈ្មោះច័ន្ទមណ្ឌលមានក្មេងប្រុសម្នាក់ឈ្មោះអេលីនគេជាកូនកសិករក្រីក្រប៉ុន្តែមានចិត្តល្អស្មោះត្រង់និងស្រឡាញ់ធម្មជាតិខ្លាំងណាស់រាល់ព្រឹកអេលីនតែងឡើងលើភ្នំដើម្បីបញ្ចេញជាមហើយគេចូលចិត្តអង្គុយមើលពពកអណ្ដែតលើមេឃថ្ងៃមួយអេលីនឃើញពពកធំមួយមានពន្លឺមាសភ្លឺចាំងនៅលើមេឃចម្លែកណាស់គេនិយាយតិចភ្លាមខ្យល់ខ្លាំងក៏បក់មកហើយសំឡេងមួយឮឡើងពីលើមេឃអ្នកដែលមានបេះដូងស្មោះត្រង់សូមឡើងមកកាន់ប្រាសាទពពកអេលីនភ្ញាក់ផ្អើលខ្លាំងណាស់មុនគេអាចនិយាយអ្វីបានពន្លឺសបបានចុះមកពីមេឃហើយលើកគេឡើងទៅលើអាកាសជំពូកទីបេបប្រាសាទលើមេឃពេលអេលីនបើកភ្នែកឡើងវិញគេឃើញប្រាសាទដ៏ធំអស្ចារ្យមួយស្ថិតនៅលើពពកជញ្ជាំងប្រាសាទធ្វើពីកញ្ចក់ភ្លឺហើយទឹកធ្លាក់ហូរចេញពីលើមេឃដូចវេទមន្តនៅមុខប្រាសាទមានស្ត្រីចាស់ម្នាក់កាន់ឈើច្រត់កំពុងឈរសូមស្វាគមន៍អេលីននាងនិយាយដោយស្នាមញញឹមអ្នកស្គាល់ខ្ញុំអេលីនសួរដោយភ្ញាក់ផ្អើលខ្ញុំគឺអ្នកថែរក្សាប្រាសាទពពកយើងរងចាំអ្នកជាយូរហើយនាងប្រាប់ថាប្រាសាទនេះជាប្រភពអំណាចខ្យល់ដែលការពារពិភពលោកប៉ុន្តែឥឡូវអំណាចងងឹតមួយកំពុងបំផ្លាញគ្រីស្តាល់ខ្យល់បើគ្រីស្តាល់បែកខ្យល់នៅលើពិភពលោកនឹងក្លាយជាព្យុះអាក្រក់ជារៀងរហូតជំពូកទី20សត្វនាគខ្យល់ដើម្បីទៅដល់បន្ទប់គ្រីស្តាល់អេលីនត្រូវឆ្លងកាត់ព្រៃពពកធំមួយនៅទីនោះគេបានជួបសត្វនាគពណ៌ខៀវដ៏ធំមួយមនុស្សនាគស្រែកដោយសំឡេងធំអេលីនភ័យខ្លាចប៉ុន្តែគេមិនរត់ទេខ្ញុំមកដើម្បីជួយប្រាសាទពពកគេនិយាយដោយស្មោះត្រង់នាគមើលគេមួយសន្ទុះរួចនិយាយមនុស្សភាគច្រើនមកទីនេះដើម្បីអំណាចតែភ្នែករបស់អ្នកគ្មានភាពលោភលន់ទេនាគគញឹមតិចខ្ញុំឈ្មោះស៊ីរ៉ូខ្ញុំនឹងនាំអ្នកទៅអេលីនឡើងជិះលើខ្នងនាគហើយពួកគេហោះកាត់ពពកធំយ៉ាងលឿនខ្យល់ត្រជាក់បក់ប៉ះមុខគេហើយព្រះអាទិត្យលិចមើលទៅស្រស់ស្អាតដូចសុបិនជំពូកទី30ម្ចាស់ព្យុះខ្មៅពេលទៅដល់បន្ទប់គ្រីស្តាល់ពួកគេឃើញថាគ្រីស្តាល់ខ្យល់បានប្រេះរួចហើយខ្យល់ខ្មៅវិលជុំវិញបន្ទប់ដោយព្យុះធំនៅកណ្ដាលបន្ទប់មានបុរសម្នាក់ពាក់អាវខ្មៅឈរទីបំផុតមានអ្នកមកដល់ហើយគេសើចត្រជាក់អ្នកជានរណាអេលីនសួរខ្ញុំគឺម្ចាស់ព្យុះខ្មៅហើយខ្ញុំនឹងគ្រប់គ្រងមេឃទាំងអស់គេបាញ់ខ្យល់ខ្មៅមកកាន់អេលីនស៊ីរ៉ូបើកស្លាបការពារប៉ុន្តែត្រូវខ្យល់បោកចេញទៅឆ្ងាយស៊ីរ៉ូអេលីនស្រែកម្ចាស់ព្យុះសើចខ្លាំងអ្នកគ្មានអំណាចអ្វីទេក្មេងតូចអេលីនមើលទៅគ្រីស្តាល់ដែលកំពុងប្រេះបែកភ្លាមគេចាប់អារម្មណ៍ថាខ្យល់ជុំវិញខ្លួនគេកំពុងផ្លាស់ប្ដូរខ្យល់ទន់ចាប់ផ្ដើមវិលជុំវិញដៃគេសំឡេងមួយឮឡើងក្នុងចិត្តអំណាចពិតមិនមែនសម្រាប់បំផ្លាញតែសម្រាប់ការពារអេលីនបិទភ្នែកហើយគិតដល់ម្ដាយរបស់គេដល់ភូមិនិងមនុស្សទាំងអស់ដែលគេចង់ការពារភ្លាមខ្យល់ពណ៌មាសធំមួយផ្ទុះឡើងពន្លឺខ្យល់ប៉ះទៅលើគ្រីស្តាល់ហើយគ្រីស្តាល់ចាប់ផ្ដើមជួសជុលខ្លួនឯងវិញម្ចាស់ព្យុះខ្មៅស្រែកដោយកំហឹងមិនអាចទៅរួចទេពន្លឺខ្យល់កាន់តែខ្លាំងរហូតខ្យល់ខ្មៅទាំងអស់រលាយបាត់ទៅជំពូកទី4ព្រះអង្គម្ចាស់ខ្យល់ក្រោយពេលសង្គ្រោះប្រាសាទបានជោគជ័យស្ត្រីចាស់បានមកជួបអេលីននាងញញឹមដោយមោទនភាពអ្នកបានបង្ហាញថាអ្នកមានបេះដូងសុទ្ធសាធភ្លាមពន្លឺមាសភ្លឺជុំវិញអេលីនសម្លៀកបំពាក់របស់គេប្រែជាអាវពណ៌សនិងខៀវដ៏ស្រស់ស្អាតចាប់ពីថ្ងៃនេះទៅអ្នកគឺជាព្រះអង្គម្ចាស់ខ្យល់អេលីនភ្ញាក់ផ្អើលខ្ញុំគ្រាន់តែជាកូនកសិករស្ត្រីចាស់ញញឹមមនុស្សអស្ចារ្យមិនកើតពីតំណែងទេតែកើតពីបេះដូងល្អរបស់ពួកគេស៊ីរ៉ូសើចតិចខ្ញុំបានដឹងតាំងពីដំបូងហើយជំពូកទី5ខ្យល់នៃក្តីសង្ឃឹមអេលីនត្រឡប់ទៅភូមិវិញប៉ុន្តែគេមិនបានភ្លេចប្រាសាទពពកឡើយរាល់ពេលមានព្យុះខ្យល់ទន់តែងបក់មកការពារភូមិប្រជាជនចាប់ផ្ដើមនិយាយតគ្នាថាមានព្រះអង្គម្ចាស់ខ្យល់ម្នាក់កំពុងការពារពួកគេពីលើមេឃហើយនៅពេលយប់ស្ងប់ស្ងាត់បើអ្នកមើលទៅលើពពកអ្នកអាចឃើញនាគខៀវមួយហោះកាត់ព្រះច័ន្ទជាមួយក្មេងប្រុសម្នាក់ដែលមានពន្លឺមាសនៅជុំវិញខ្លួន